សូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំវីដេអូថ្ងៃនេះយើងនឹងនិយាយអំពីព្រៃ Amazon គឺជាទីជម្រកនៃជីវៈចម្រុះដ៏សម្បូរបែបបំផុតមួយនៅលើពិភពលោកហើយក៏ជាកន្លែងរស់នៅរបស់សត្វមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់មនុស្សផងដែរខាងក្រោមនេះជាបញ្ជីសត្វទាំង10ដែលត្រូវបានគេចាត់ទុកថាគ្រោះថ្នាក់ឬសាហាវបំផុតនៅក្នុងព្រៃ Amazon 1. ពស់ថ្លាន់បៃតង Green Anacondaអ្វីដែលធ្វើឲ្យពស់ថ្លាន់នេះគ្រោះថ្នាក់បំផុតគឺទំហំរបស់វាជាពស់ធំជាងគេបំផុតក្នុងលោកតាមទម្ងន់អាចលើសពី200គីឡូក្រាមពួកវាចំណាយពេលភាគច្រើនលាក់ខ្លួននៅបាតទន្លេភុកហើយវាប្រហារដោយការរុំព័ទ្ធសត្វព្រៃធំដូចជាសត្វក្តាន់ឬសូម្បីតែមនុស្សដែលចូលទៅក្នុងទឹកក្បែរពួកវា 2. ក្រពើខ្មៅ Black Caimanក្រពើខ្មៅគឺជាសត្វសាហាវបំផុតមួយនៅក្នុងប្រព័ន្ធទន្លេ Amazon ពួកវាអាចលូតលាស់ដល់ទៅ5ម៉ែត្រឬច្រើនជាងនេះពួកវាជាញាក់ប្រមាញ់ដ៏អត់ធ្មត់បំផុតគ្រោះថ្នាក់របស់វាគឺការវាប្រហារយ៉ាងឆាប់រហ័សពីទឹកទៅលើជនរងគ្រោះដែលកំពុងអង្គុយក្បែរមាត់ឆានឬកំពុងឆ្លងកាត់ 3. អន្ទង់អគ្គិសនី Electric Eel អន្ទង់អគ្គិសនីដែលជាប្រភេទត្រីមួយប្រភេទមិនសូវសម្លាប់មនុស្សដោយផ្ទាល់ទេប៉ុន្តែវាអាចបង្កើតបន្ទុកអគ្គិសនីខ្ពស់រហូតដល់860វ៉ុលការឆក់របស់វាអាចបណ្ដាលឲ្យមនុស្សបាត់បង់ការគ្រប់គ្រងសាច់ដុំ paralysis ហើយលង់ទឹកស្លាប់តែម្ដង 4. ត្រីភីរ៉ាញ៉ាត្រូវបានគេស្គាល់ថាជាត្រីដែលមានធ្មេញមុតស្រួចជាងគេពេលដែលពួកវាជួបគ្នាច្រើនជាភួងហើយមានចំណីឬសាច់ធ្លាក់ចូលទឹកវាអាចស៊ីសាច់បានយ៉ាងឆាប់រហ័សទោះបីជាយ៉ាងណាក៏ដោយករណីមនុស្សស្លាប់ដោយសារភីរ៉ាញ៉ាពិតជាកម្រណាស់ 5. កង្កែបមានពិស Poison Dart Frogs គ្រោះថ្នាក់របស់កង្កែបទាំងនេះស្ថិតនៅត្រង់ជាតិពុលនៅលើស្បែករបស់វាពួកវាមិនខាំឬវាប្រហារមនុស្សទេប៉ុន្តែជនជាតិដើមបានប្រើប្រាស់ជាតិពុលនេះសម្រាប់បំពុលព្រួយមាញ់សុទ្ធការប៉ះពាល់ឬការដាក់ពិសចូលទៅក្នុងរបួសអាចបណ្ដាលឲ្យកាំងបេះដូងនៅរយៈពេលខ្លី 6. ពីងពាងប្រេស៊ីល Brazilian Wandering Spider ពួកវាខុសពីពីងពាងដទៃវាមានឈ្មោះល្បីខាងការឈ្លានវាយនិងពីសរបស់វាមិនរងចាំនៅក្នុងសម្បុកទេវាដើរស្វែងរកចំណីពេលនៅយប់ដែលជាមូលហេតុដែលវាអាចលូនចូលកន្លែងសំណាក់របស់មនុស្សដូចជាក្នុងស្បែកជើងឬកាបូបពីសរបស់វាបណ្ដាលឲ្យមានការឈឺចាប់ខ្លាំងនិងអាចប៉ះពាល់ដល់ប្រព័ន្ធសេរីប្រសាទ 7. ស្រមោច Bullet ការខំរបស់វាត្រូវបានគេចាត់ទុកថាមានការឈឺចាប់ខ្លាំងបំផុតនៅក្នុងពិភពឡងអត់បើទោះបីជាមិនសូវស្លាប់ដោយសារពីសដោយផ្ទាល់ក៏ដោយប៉ុន្តែការឈឺចាប់ខ្លាំងរយៈពេលយូរនេះអាចបណ្ដាលឲ្យសន្លប់ឬវាលមុខដែលបង្កគ្រោះថ្នាក់ដល់មនុស្សដែលកំពុងធ្វើដំណើរក្នុងព្រៃ 8. ក្អែបយ៉ាក់ Amazon Amazonian Giant Centipede វាជាសត្វស៊ីសាតដែលប្រើទ្រុនចាក់នៅខាងផ្នែកខាងមុខដើម្បីចាក់បញ្ចូលពិសទៅលើជនរងគ្រោះដូចជាកណ្ដោលសត្វលូនរាតូចការខំរបស់វាបង្កឲ្យមានការឈឺចាប់ខ្លាំងហើមនឹងអាចមានគ្រុនក៏ដែរប៉ុន្តែកម្រសម្រាប់មនុស្សលើកលែងតែករណីមានប្រតិកម្មធ្ងន់ធ្ងរ 9. ខ្លាទឹក Jaguar តើទឹកគឺជានិយុទ្ធសញ្ញានៃកម្លាំងនៃព្រៃ Amazon ពួកវាមានកម្លាំងខាំខ្លាំងជាងឆ្មាធំដទៃទៀតដែលនឹងមិនឲ្យវាទម្លក់លលក់ក្បាលរបស់សត្វដូចជាសត្វអណ្ដើនឬសត្វពហុពាហនៈការវាប្រហារលើមនុស្សគឺកម្រណាស់ហើយភាគច្រើនកើតឡើងដោយសារការការពារទឹកដីឬការយល់ច្រឡំ 10. Intri Happy Eagle Intri Happy គឺជាសត្វស្លាបដ៏គ្រោះខ្សែមួយរបស់ពិភពលោកពួកវាមានក្រុមពាត់ធំដោយក្រុមពាត់ខ្លាហើយអាចលើកសត្វដូចជាសត្វ Sloth ឬសត្វស្វាមេអំបៅចេញពីដើមឈើបានយ៉ាងងាយស្រួលគ្រោះថ្នាក់របស់វាគឺកម្រណាស់ចំពោះមនុស្សប៉ុន្តែទំហំនិងកម្លាំងរបស់វាមិនគួរមើលងាវនោះទេសរុបមកវិញគ្រោះថ្នាក់នៅ Amazon មិនត្រឹមតែមកពីសត្វធំប៉ុណ្ណោះទេប៉ុន្តែសត្វតូចដែលលេចជាតិពុលនិងជំងឺក៏ជាកត្តាសំខាន់បំផុតដែរដែលបង្កគ្រោះថ្នាក់